អង្គការសង្គមស៊ីវិលជាតិដែលធ្វើការក្នុងវិស័យសិទ្ធិការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធដីធ្លីសិទ្ធិមនុស្សបរិស្ថាននិងលទ្ធិប្រជាធិបតេយ្យបានរួមគ្នាធ្វើយុទ្ធនាការលើអនឡាញដើម្បីរំលឹកខួប10ឆ្នាំរបស់លោកបណ្ឌិតកែមលីដែលត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី10ខែកក្កដាឆ្នាំ2016សកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗទៀតដែលត្រូវបានធ្វើឡើងនោះគឺជាការប្រមូលមតិយោបល់របស់ប្រជាពលរដ្ឋអំពីការយល់ឃើញរបស់ពួកគេជុំវិញមរណភាពលោកបណ្ឌិតកែមលីយើងខ្ញុំសូមដកស្រង់ដោយសង្ខេបនៅមតិយោបល់និងសំណួរប្រកបដោយអត្ថន័យទាំងនោះដែលមានខ្លឹមសារដូចតទៅនេះអ្នកប្រើប្រាស់ Facebook ឈ្មោះហាត់ថាហែមបានបញ្ចេញយោបល់នៅក្នុងខ្ទង់ comment ថាវាជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ហេតុអ្វីត្រូវសម្លាប់គាត់ហេតុអ្វីបានមិនយកការនិយាយរបស់គាត់មកគិតធ្វើតាមឬមិនធ្វើតាមយើងមានជំរើសតើមាត់គាត់គ្មានអំណាចទេខ្លាចធ្វើអីរីឯអ្នកប្រើប្រាស់ Facebook ម្នាក់ទៀតឈ្មោះមុំសវត្ថិនបានបញ្ចេញយោបល់ថាពាក្យថាសន្តិភាពគឺត្រូវតែមានការគោរពសិទ្ធិមនុស្សមានប្រជាធិបតេយ្យមានសន្តិសុខដល់គ្រប់មនុស្សមិនខុសគ្នាប្រមាណនេះដែរគណនី Facebook ឈ្មោះហាក់ចាន់នេះបានសរសេរថាលោកវិភាគត្រូវពេកស្ដាយបណ្ឌិតដ៏ឆ្នើមស្ដាយធនធានមនុស្សដោយឡែកគណនី Facebook ឈ្មោះសាតុននីបាននិយាយថាខ្ញុំបានជាពលរដ្ឋខ្មែររួមសញ្ជាតិសែនសោកស្ដាយអាឡោះអាល័យរូបលោកជាពុនពេកធនធានមនុស្សមូលនិធនវិភាគឆ្លោះបញ្ចាំងច្បាស់ដូចថ្ងៃមានគុណធម៌សុជីវធម៌ហេតុម្ដេចបានត្រូវស្លាប់ដោយមិនអស់អាល័យសម្ដីដូចជាពេជ្រឆ្នៃកម្រនឹងរកបានសូមលោកបណ្ឌិតទៅកាន់ទីដ៏សមគួរផងចោះសាធុចំណែកឯគណនី Facebook ឈ្មោះស្ម័គ្រគុន្ធីមែនបានសរសេរថាលឿនណាស់10ឆ្នាំទៅហើយឯណាទៅពាក្យយុត្តិធម៌ឯឈ្មោះសសុខាវិញបានសរសេរថាខ្ញុំនៅតែមានសង្ឃឹមថាយុត្តិធម៌នឹងមកដល់លោកបណ្ឌិតនិងជនរងគ្រោះជាច្រើនទៀតនៅថ្ងៃណាមួយហើយខ្ញុំក៏ជឿថាពេលវេលានឹងមិនយូរទៀតទេលើសពីនេះទៅទៀតគណនី Facebook ឈ្មោះពៅប្រូបាននិយាយថាមួយម៉ាត់អត់ខុសស្ដាយគាត់ណាស់ជាចុងក្រោយអ្នកលេង Facebook ឈ្មោះកាមាសុកសានវិញបានបញ្ចេញមតិយោបល់ប្រកបដោយក្តីអាឡោះអាល័យថាខ្ញុំបានរក្សារូបលោកបណ្ឌិតកែមលីនៅលើ Facebook ខ្ញុំ10ឆ្នាំមកហើយនិងបន្តរហូតដល់លោកបណ្ឌិតកែមលីទទួលបានយុត្តិធម៌ពិតក្រៅតែពីមតិយោបល់ដែលដកស្រង់នៅខាងលើនេះប្រជាពលរដ្ឋខ្មែររាប់រយនាក់បានសរសេរពាក្យកោតសរសើរការអំពាវនាវស្វែងរកយុត្តិធម៌និងបង្ហាញក្តីនឹករលឹកជាខ្លាំងដល់លោកបណ្ឌិតព្រមទាំងចងចាំជានិច្ចនៅវីរភាពក៏ដូចជាកម្រងទស្សនៈរបស់លោកបានចូលរួមចំណែកធ្វើវិភាគទានដល់សង្គមជាតិកម្ពុជាមរណភាពរបស់លោកបណ្ឌិតកែមលីគឺជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើមរបស់ខ្មែរត្បិតលោកជាបុគ្គលដែលពោរពេញដោយសមត្ថភាពសក្តីក្លាហាននិងឧត្តមគតិដ៏ខ្ពង់ខ្ពស់នៅក្នុងការចូលរួមអប់រំនិងលើកកម្ពស់ចំណេះដឹងពលរដ្ឋឲ្យចេះតាមដានវិភាគនិងស្វែងយល់អំពីកិច្ចការសេដ្ឋកិច្ចសង្គមនិងនយោបាយយើងខ្ញុំសូមអំពាវនាវសារជាថ្មីឲ្យតុលាការនិងអាជ្ញាធរមានសមត្ថកិច្ចមេត្តាពន្លឿនដំណើរការស្វែងរកយុត្តិធម៌និងត្រូវតែនាំអ្នកនៅពីក្រោយខ្នងមកទទួលខុសត្រូវចំពោះមុខច្បាប់ហើយរដ្ឋាភិបាលល្មមអាចរលាស់ខ្លួននៅស្ថិតនៅក្នុងស្ថានភាពឯករាជ្យបានហើយការគ្រប់គ្រងរដ្ឋបាលសវត្ថិភាពតាមព្រំដែនអនុញ្ញាតឲ្យមានសេរីភាពពេញលេញសម្រាប់ប្រជាពលរដ្ឋដែលរស់នៅធ្វើដំណើរឬក៏មកទស្សនាឲ្យបានតាមចិត្តណាអាហ្នឹងត្រូវតែឯករាជ្យព្រោះយើងវាអត់មានសង្គ្រាមទេយើងអត់មានអីអសន្តិសុខអីទេបាទ